ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើខម៉ាំថៃពោជាមួយនឹងសាច់ជ្រូក3ជាន់ណាបងប្អូនចាហើយសម្រាប់មុខម្ហូបនេះដែរបងប្អូននិយាយថារសជាតិគឺឆ្ងាញ់ខ្លាំងតែម្ដងណាបងប្អូននិយាយទៅសម្លខ្មែរយើងបងប្អូននិយាយទៅមានរសជាតិឆ្ងាញ់តែម្ដងបងប្អូនហើយសម្រាប់ខម៉ាំនេះដែរគឺងាយស្រួលក្នុងការចម្អិននេះបងប្អូនហើយសម្រាប់គ្រឿងគឺយើងក៏ងាយស្រួលរកដែរអញ្ចឹងណាបងប្អូនចាហើយសម្រាប់ខម៉ាំនេះដែរមានគ្រឿងផ្សំដូចជាត្រីពោហើយសម្រាប់ត្រីពោនេះដែរបងប្អូនគឺខ្ញុំប្រើចំនួន2ក្បាលណាបងប្អូនហើយជាមួយនឹងសាច់ជ្រូក3ជាន់ហ្នឹងចំនួនកន្លះគីឡូហើយសម្រាប់ម៉ាំវិញខ្ញុំប្រើចំនួន4ខាំណាបងប្អូនហើយម្ទេសឆ្អើរកន្លះកូនចានហើយនឹងមានស្លឹកក្រូចសើចរំដេងខ្ទឹមចិញ្ច្រាំហើយនឹងមានម្ទេសម៉ាឡេលាយជាមួយនឹងម្ទេសដៃនាងហើយនេះគឺជាត្រាប់វែងដែលយើងប្រើជាមួយនឹងខម៉ាំត្រីពោគឺត្រូវគ្នាខ្លាំងតែម្ដងណាបងប្អូនហើយចំណែកបន្លែវិញគឺមានដូចជាផ្កាកាផ្លោកផ្កាស្នោជីគ្រប់មុខសណ្ដែករលិតហើយសម្រាប់ខម៉ាំនេះដែរយើងអាចប្រើជាមួយនឹងសយោងចេកឬក៏ដើមចេកអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ដាំទឹកដើម្បីយើងស្ងោរម៉ាំណាបងប្អូនចាបន្ទាប់ពីទឹកពុះហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងម៉ាំតែម្ដងហើយសម្រាប់ម៉ាំនេះដែរគឺម៉ាំកូនត្រីនេះគឺឆ្ងាញ់ណាបងប្អូនចានិយាយទៅនៅពេលដែលយើងដាក់ចូលហ្នឹងគឺយើងជ្រុំវាឲ្យរលួយឆ្អឹងបន្តិចទៅចាំយើងយកមកច្រោះវាណាបងប្អូនចានិយាយទៅដាក់មកល្មមមកពុកឆ្អឹងអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំបានសោះម៉ាំនឹងហើយបងប្អូនខ្ញុំយកមកចាក់ស្រង់ជាមួយនឹងកត្រងយើងណាដើម្បីយើងយកឆ្អឹងយកអីចេញអស់អញ្ចឹងណាបងប្អូនចានិយាយទៅម៉ាំនេះនិយាយពីឈ្ងុយខ្លាំងណាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមមកលីងគ្រឿងហើយខ្ទះក្តៅហើយខ្ញុំក៏ចាប់ផ្ដើមដាក់ទៅជាមួយខ្លាញ់ហើយដាក់ខ្ទឹមចូលតែម្ដងហើយខ្ទឹមនេះគឺយើងកំពុងឲ្យឡើងក្លាមបន្តិចណាបងប្អូនចានិយាយទៅខ្ញុំនឹងរៀបរាប់ពីវិធីធ្វើនឹងមួយដើម្បីឲ្យបងប្អូនងាយស្រួលស្ដាប់បានហើយអាចយល់បានលឿនអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងម្ទេសឆ្អើររបស់យើងណាបងប្អូននៅពេលដែលយើងលីងខ្ទឹមហើយចាឥឡូវនេះខ្ញុំចាប់ផ្ដើមកូរខ្ទឹមមួយម្ទេសហ្នឹងឲ្យឡើងឈ្ងុយឡើងក្រហមបន្តិចហើយគឺខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងគ្រឿងយើងជាបន្តទៀតគឺจะមានដូចជារំដេងហើយនឹងស្លឹកក្រូចចាហើយបន្ទាប់ពីយើងដាក់ចូលហ្នឹងគឺយើងចាប់ផ្ដើមកូរគ្រឿងទាំងអស់ហ្នឹងចូលគ្នាតែម្ដងនៅពេលដែលយើងកូរហ្នឹងយើងកូរឲ្យវាសពប់ឆ្អិនខ្សឹកខូចនឹងហើយនឹងម្ដេចហ្នឹងចេញជាតិឈ្ងុយទៅចាំយើងដាក់ទៅជាមួយនឹងសាច់ចាបន្ទាប់មកគឺខ្ញុំដាក់ទៅជាមួយនឹង3ជាន់តែម្ដងចាហើយយើងដាក់ចូលទៅហ្នឹងគឺយើងឆាមួយម្ទេសជាមួយអីហ្នឹងចូលគ្នាជាមួយនឹងសាច់យើងតែម្ដងចាយើងធ្វើបែបហ្នឹងទៅបានដើម្បីកុំឲ្យសាច់ជ្រូកឬក៏ត្រីហ្នឹងមានក្លិនឆ្អាបណាបងប្អូនចាឥឡូវនេះបន្ទាប់ពីខ្ញុំបានម្លីងសាច់ជ្រូកយើងឲ្យរាងឆ្អិនបន្តិចហើយគឺខ្ញុំដាក់ទៅជាមួយត្រីតែម្ដងចាឥឡូវនេះខ្ញុំចាប់ផ្ដើមកូរសាច់ជ្រូក3ជាន់ជាមួយនឹងត្រីយើងនឹងចូលគ្នាសិនបងប្អូនចាំយើងដាក់គ្រឿងទៅតាមក្រោយហ្នឹងណាចាឥឡូវនេះខ្ញុំចាប់ផ្ដើមកូរឲ្យបងប្អូនបន្ទាប់ពីកូររួចរាល់អស់គឺខ្ញុំដាក់ទៅគ្រឿងជាមួយនឹងគ្រឿងតែម្ដងហើយគ្រឿងហ្នឹងគឺខ្ញុំបន្ថែមទៅជាមួយនឹងស្ករត្នោតនិយាយទៅស្ករត្នោតហ្នឹងគឺខ្ញុំដាក់មកសភានឹងកំពុងតែម្ដងបងប្អូនមកយើងគិតជាវត្តវិធម្មតាវាប្រហែលជា2ស្លាបព្រាហ្នឹងចាបន្ទាប់ពីខ្ញុំដាក់ចូលគឺខ្ញុំកូរវាឲ្យចូលទៅជាមួយនឹងត្រីឬក៏សាច់ហ្នឹងបានបន្តិចចាំយើងបន្ថែមទៅជាមួយនឹងប៊ីចេង1ស្លាបព្រាបាយអំបិល1ចុងស្លាបព្រាហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងទឹកត្រីនេះគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយហើយបន្ទាប់ពីខ្ញុំបានដាក់ទៅជាមួយនឹងទឹកត្រីរួចរាល់អស់គឺខ្ញុំចាប់ផ្ដើមកូរគ្រឿងទាំងអស់ហ្នឹងឲ្យចូលគ្នាបានសព្វល្អហើយបានយើងចាក់ទឹកម៉ាំចូលទៅបងប្អូនចាហើយយើងធ្វើបែបនេះទៅអញ្ចឹងមានន័យថាអាសាច់ជ្រូករបស់យើងហើយនឹងត្រីហ្នឹងគឺអត់មានក្លិនឆ្អាបទេបងប្អូនហ្នឹងណាចាហើយបន្ទាប់ពីយើងកូរហើយគឺយើងចាក់ទៅជាមួយនឹងទឹកម៉ាំតែម្ដងបងប្អូនហ្នឹងណាចាហើយបន្ទាប់ពីយើងចាក់ទឹកម៉ាំចូលទៅគឺយើងកូរបញ្ចូលគ្នាជាថ្មីម្ដងទៀតណាបងប្អូនចាហើយនៅពេលដែលយើងចាក់ទឹកម៉ាំចូលទៅហើយបងប្អូន
យើងចាប់ផ្ដើមដាក់ទៅជាមួយនឹងទឹកជាតិចូលទៅមួយកូនចានថែមទៀតណាបងប្អូនចាហើយនៅពេលដែលយើងចាក់ចូលទៅហើយនោះយើងទុកឲ្យសាច់ជាមួយនឹងត្រីហ្នឹងឲ្យបានពុះល្អឆ្អិនល្អសិនណាបងប្អូនចាំយើងចាប់ផ្ដើមបន្ថែមទៅជាមួយនឹងត្រប់វែងណាបងប្អូនចាឥឡូវនេះទឹកសឡយើងក៏បានពុះដែរបងប្អូនយើងចាប់ផ្ដើមដាក់ទៅជាមួយនឹងត្រប់ព្រោះអីនៅពេលដែលវាបានពុះបានល្អហើយយើងចាប់ផ្ដើមដាក់ត្រប់ចូលទៅដើម្បីយើងធ្វើឲ្យម្ងាស់ត្រប់ហ្នឹងបានរាងផុយល្អណាបងប្អូនព្រោះអីសឡខម៉ាំនៅពេលដែលត្រប់បានផុយល្អគឺវាមានរសជាតិឆ្ងាញ់ចាហើយនៅពេលដែលយើងដាក់ចូលហ្នឹងបងប្អូនយើងមិនបាច់កូរវល់អីខ្លាំងពេកទេបងប្អូនព្រោះយើងខ្លាចបែកត្រីយើងទុកឲ្យពុះតាមតាណាចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងម្ទេសម្លេជាមួយនឹងម្ទេសដៃនាងដើម្បីយកសម្រស់សឡរបស់យើងកាន់តែមានសម្រស់ស្រស់ស្អាតអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំបានទុកឲ្យសឡរបស់យើងបានពុះឆ្អិនល្អសិនបងប្អូនហើយណាមួយឲ្យត្រាប់កាន់តែរលួយជាងនឹងតិចណាបងប្អូនចាឥឡូវនេះសឡរបស់យើងបានពុះរៀងល្អហើយយើងចាប់ផ្ដើមភ្លក់តែម្ដងបងប្អូនចាហើយនៅពេលដែលខ្ញុំភ្លក់គឺរសជាតិសម្លរបស់ខ្ញុំខំម៉ាំនេះគឺមានរសជាតិឆ្ងាញ់ហ្មងបងប្អូនគឺខ្ញុំអត់មានបានថែមគ្រឿងអីបន្តទៀតទេបងប្អូនគឺមកល្មមតែម្ដងចាឥឡូវនេះខំម៉ាំត្រីពោរបស់ខ្ញុំគឺបានឆ្អិនហើយបងប្អូនចានិយាយទៅបិទនៅខាងក្រៅវិញបងប្អូននិយាយពីថាឈ្ងុយឈ្ងប់តែម្ដងអញ្ចឹងហើយគាត់ឲ្យខ្ញុំវយចេះបងប្អូននិយាយពីថាលេបទឹកមាត់នឹងបានដងទេបងប្អូនចាឥឡូវសម្លនេះក៏បានរួចរាល់ហើយបងប្អូនចាបងប្អូននៅពេលដែលយើងញ៉ាំខំម៉ាំនេះកុំភ្លេចបន្ថែមជាមួយនឹងក្រូចឆ្មាណាបងប្អូនចាព្រោះក្រូចឆ្មាគឺជាចំណុចសំខាន់មួយដែរបងប្អូនឲ្យបន្ថែមនៅរសជាតិសម្លខំម៉ាំរបស់យើងឲ្យរឹតតែឆ្ងាញ់អញ្ចឹងណាបងប្អូនឥឡូវនេះវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ដែរបងប្អូននឹងជួបបងប្អូននៅជួបតែក្តីសុខសប្បាយនិងរកស៊ីមានបានទាំងអស់គ្នាបាយបាយ